งថ្មមួយដុំនេះគឺពិតជាធំខ្លាំងមែនទែនគឺធំជាងពើងថ្មដែលកំពុងល្បីនៅខេត្តសៀមរាបរាប់សិបដងហើយក៏ធំជាងពើងថ្មនៅប្រទេសមីយ៉ាន់ម៉ាដូចគ្នាវាពិតជាអច្ឆរិយៈមែនទែននៅក្នុងពេលថ្មីៗនេះយើងឃើញគេកំពុងតែល្បីរឿងពើងថ្មរាដៃដែលស្ថិតនៅក្នុងទឹកដីខេត្តសៀមរាបដែលអាចបន្តនៅនឹងថ្កល់បានដោយមិនកម្រើកប្រៀបប្រដូចទៅនឹងពើងថ្មនៅប្រទេសមីយ៉ាន់ម៉ាដែរតែទោះបីជាប្រទេសមីយ៉ាន់ម៉ាមានគ្រោះរញ្ជួយផែនដីក៏ថ្មនេះនៅតែអាចនឹងថ្កល់មិនរមាលទៅណានោះទេប៉ុន្តែនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំងមានពើងថ្មដែលធំជាងនឹងរាប់សិបដងឯណោះតើបងប្អូនអ្នកខ្លះធ្លាប់ទៅស្គាល់អញ្ចឹងថ្ងៃនេះBU Ranនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនាពើងថ្មពីកន្លែងដែលស្ថិតនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំងវិញម្ដងគឺពើងថ្មនៅភ្នំជំរាយនិងពើងថ្មភ្នំប្រធានដ៏ធំអស្ចារ្យមានចម្ងាយប្រមាណ90គីឡូម៉ែត្រពីរាជធានីភ្នំពេញឬចម្ងាយប្រមាណ50គីឡូម៉ែត្រពីក្រុងឧដុង្គភ្នំប្រធានគឺជាទីកន្លែងសក្ការៈបូជាសម្រាប់អ្នកដែលមានជំនឿទៅលើព្រះពុទ្ធសាសនាតាំងពីយូរលង់ណាស់មកហើយពោលគឺជាកន្លែងផ្សព្វផ្សាយព្រះពុទ្ធសាសនាដំបូងគេបំផុតនៅជ្រោយអំឡុយចិត្តទៀតផងដែលកាលនោះមានព្រះភិក្ខុ2អង្គជាជនជាតិឥណ្ឌាបានជ្រើសរើសទីតាំងភ្នំប្រធានសម្រាប់ការផ្សព្វផ្សាយសាសនាតាំងពីសម័យអាណាចក្រភ្នំមកម្ល៉េះឥឡូវយើងក្រឡេកមកមើលពើងថ្មទាំងពីរកន្លែងនេះវិញម្ដងសម្រាប់ភ្នំប្រធានគឺមានថ្មដ៏ធំខ្លាំងមែនទែនពោលគឺថ្មនេះមានទំហំធំជាងថ្មដែលនៅប្រទេសមីយ៉ាន់ម៉ាទៅទៀតគឺជាថ្មដែលឈរនៅនឹងថ្កល់នៅពីលើផ្ទាំងថ្មមួយផ្ទាំងទៀតប៉ុន្តែភាពអស្ចារ្យនោះគឺថាភ្នំថ្មនេះគឺឈរចង្អុលមេឃហើយចំណែកតម្រផ្ទាំងថ្មដែលទ្រថ្មចង្អុលមេឃនេះគឺទ្រតែបន្តិចតែប៉ុណ្ណោះព្រោះអេដមីនបានដើរមើលជុំវិញថ្មចង្អុលមេឃនេះភាគច្រើនខាងក្រោមជាលអាងដែលកាត់ឡើងពីប្រឡោះផ្ទាំងថ្មខាងលើនិងខាងក្រោមសំណួរសួរថាហេតុអ្វីបានជាថ្មមួយដុំដែលមានទម្ងន់រាប់សិបម៉ឺនតោននេះអាចឈរនៅនឹងថ្កល់ហើយមិនរង្គើទៅណាតទៅសោះអញ្ចឹងវាពិតជាអច្ឆរិយៈពេកហើយកន្លែងនេះគួរតែត្រូវបានរៀបចំជាតំបន់ទេសចរណ៍សំខាន់សម្រាប់ប្រទេសកម្ពុជាវាអាចជាការទាក់ទាញភ្ញៀវទេសចរបរទេសឲ្យចូលមកប្រទេសកម្ពុជាបានផងដែរចំណែកពើងថ្មមួយកន្លែងទៀតគឺពើងថ្មនៅក្បែរភ្នំជំរាយវាមានសភាពក៏បន្ទាប់លើថ្មដ៏ធំមួយដូចគ្នាប៉ុន្តែវាមិនសូវធំក៏ប៉ុន្តែវាមើលទៅពិតជាស្រស់ស្អាតប្លែកខ្លាំងមែនទែនតែម្ដងអញ្ចឹងបងប្អូនណាខ្លះចង់ទៅលេងកុំភ្លេចបបួលអេដមីនទៅផងណាអេដមីនក៏ចង់ទៅលេងដែរជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ